ប្រាសាទតាក្របីឈ្មោះប្រាសាទតាក្របីអ្នកកសាងសូរ្យវរ្ម័នទី1ព្រះបាទឧទយាទិត្យទី2កាលបរិច្ឆេទកសាងសតវត្សទី11ឧទ្ទិសថ្វាយព្រះឥសូរព្រះវិស្ណុស្ថាបត្យកម្មខ្មែរទីតាំងភូមិឈើស្លាប់ឃុំគោកខ្ពស់ស្រុកបន្ទាយអំពិលខេត្តឧត្តរមានជ័យប្រវត្តិប្រាសាទប្រាសាទតាក្របីឬប្រាសាទតង្វាយជាស្ថាបត្យកម្មខ្មែរចាប់ពីសតវត្សទី11ដល់ទី13ក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី1និងព្រះបាទឧទយាទិត្យវរ្ម័នទី2ដើម្បីឧទ្ទិសដល់ព្រះឥសូរដូចគ្នាទៅនឹងប្រាសាទព្រះវិហារប្រាសាទតាម៉ុនធំប្រាសាទតាម៉ុនតូចដែលស្ថិតនៅលើជួរភ្នំដងរែកប្រាសាទមានទីតាំងស្ថិតនៅភូមិឈើស្លាប់ឃុំគោកខ្ពស់ស្រុកបន្ទាយអំពិលខេត្តឧត្តរមានជ័យគេឈ្មោះប្រាសាទនេះចាប់ផ្ដើមល្បីល្បាញក្រោយពេលមានការចុះផ្សាយរបស់បណ្ដាញសារព័ត៌មានក្នុងពេលកាលពីប៉ុន្មានឆ្នាំមុនថាកងទាហានកម្ពុជានិងថៃមានការវាយប្រយុទ្ធគ្នាដើម្បីគ្រប់គ្រងប្រាសាទតាក្របីនេះប្រាសាទតាក្របីមានចម្ងាយប្រមាណ85គីឡូម៉ែត្រពីទីរួមខេត្តឧត្តរមានជ័យដើម្បីទៅដល់ប្រាសាទតាក្របីគេត្រូវធ្វើដំណើរតាមផ្លូវគ្រួសក្រហមចេញពីទីប្រជុំជនក្រុងសំរោងតាមទិសខាងលិចនៅតាមផ្លូវមានព្រៃឈើដែលកន្លែងខ្លះនៅក្រាស់កន្លែងខ្លះឡើងស្ដើងដោយសារមានការកាប់ឈើដើម្បីធ្វើផ្លូវកន្លងមកនៅលើប្រាសាទតាក្របីមានទាហានថៃនិងទាហានខ្មែរយាមល្បាតការពារនៅតំបន់នោះពីព្រោះប្រាសាទនោះនៅគៀកព្រំប្រទល់ដែនកម្ពុជាថៃនៅលើប្រាសាទតាក្របីមានទាហានថៃចំនួន2នាក់អង្គុយនៅក្បែរប្រាសាទចំណែកនៅក្បែរនោះដែរមានទាហានខ្មែរចំនួន3នាក់ក៏ដើរល្បាតជុំវិញប្រាសាទតាក្របីដែរទាហានខ្មែរនិងទាហាននិងថៃទាំង5នាក់នោះមិនអោយមានកាន់អាវុធឡើយទាហានខ្មែរមួយរូបដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថាការយាមល្បាតនៅក្បែរគ្នារបស់កងទ័ពទាំងពីរប្រទេសនេះគឺធ្វើឡើងដើម្បីសម្រួលកុំឲ្យមានការប្រឈមមុខដាក់គ្នានិងមានភាពតានតឹងរវាងគ្នានឹងគ្នាប្រភពទាហានខ្មែរបានឲ្យដឹងថាប្រជាពលរដ្ឋខ្មែរនិងថៃអាចចូលទៅមើលប្រាសាទតាក្របីនោះបានដែលមានទាហានជូនដំណើរបើសិនជាអ្នកចង់មើលប្រាសាទជាជនជាតិខ្មែរហើយចូលទៅតាមច្រកផ្លូវពីប្រទេសខ្មែរពេលទៅដល់គឺទាហានខ្មែរជាអ្នកជូនដំណើរមើលប្រាសាទនិងដើម្បីប្រាប់ដំណឹងអំពីកន្លែងណាដែលអាចទៅបាននិងកន្លែងណាដែលមិនអាចទៅបានពីព្រោះទីនោះជាតំបន់ទាហានគ្រប់គ្រងប្រភពឯកសារជាច្រើនបានអះអាងថាប្រាសាទនេះជារបស់ខ្មែរលោកសម្បូរម៉ាណារ៉ាសាស្ត្រាចារ្យប្រវត្តិសាស្ត្រនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញនិងសាកលវិទ្យាល័យបញ្ញាសាស្ត្របានមានប្រសាសន៍ថាតាមប្រវត្តិសាស្ត្រប្រាសាទតាក្របីកសាងឡើងក្នុងសតវត្សទី11និង12ដើម្បីឧទ្ទិសដល់ព្រះឥសូរលោកសម្បូរម៉ាណារ៉ាចំពោះទស្សនៈនៃការកសាងប្រាសាទជាទូទៅប្រាសាទទាំងអស់កសាងឡើងដើម្បីគោរពចំពោះអាទិទេពបើអាទិទេពជាព្រះឥសូរគឺគេឲ្យតម្លៃទៅលើព្រះឥសូរបើគេគោរពព្រះវិស្ណុគេឲ្យតម្លៃទៅលើព្រះវិស្ណុក៏ប៉ុន្តែចំពោះទស្សនៈខ្ញុំប្រាសាទនេះគឺឧទ្ទិសថ្វាយចំពោះព្រះឥសូរច្រើនជាងប្រាសាទតាក្របីមានឈ្មោះពិតតាមទស្សនៈខ្មែរឈ្មោះថាប្រាសាទព្រះដង្វាយលោកឈុំសុជាតិជាអ្នកនាំពាក្យក្រសួងការពារជាតិលោកបានមានប្រសាសន៍ថាมันមានគោលការណ៍យាមល្បាតរួមគ្នារវាងទាហានខ្មែរជាមួយទាហានថៃនៅតំបន់ប្រាសាទតាក្របីនិងតាម៉ុននោះឡើយលោកឈុំសុជាតិនៅប្រាសាទតាក្របីនោះវានៅគៀកព្រំដែនប្រាសាទនោះមានចម្ងាយ14ឬ15ម៉ែត្រពីព្រំដែនប៉ុណ្ណោះហើយថៃគេមកត្រឹមព្រំដែនគេហើយយើងនៅត្រឹមព្រំដែនយើងហ្នឹងការជួបជុំនោះជួនកាលជាមនោសញ្ចេតនាទៅហូបបាយហូបទឹកអីជាមួយគ្នានឹងណាអត់មានយាមកាមអីជុំគ្នាទេលោកហុកសុវិជ្ជាជាអនុប្រធានមន្ទីរទេសចរខេត្តឧត្តរមានជ័យ
លោកបានមានប្រសាសន៍ឲ្យដឹងថាប្រាសាទតាកបីនេះអាចមានលទ្ធភាពរៀបចំជាតំបន់ទេសចរបានប៉ុន្តែដោយសារនៅមានទាហានខ្មែរនិងថៃយាមការពារក្បែរប្រាសាទនេះហើយប្រាសាទនោះនៅក្នុងតំបន់ដែលអាចមានការប្រយុទ្ធគ្នានោះទើបមន្ទីរទេសចរខេត្តមិនទាន់បានអាចរៀបចំធ្វើអ្វីដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យទៅលេងបាននៅឡើយទេនៅបច្ចុប្បន្ននេះលោកហុកសុកវិជាឥឡូវនេះវានៅក្នុងការការពាររបស់កម្លាំងកងខេមរៈភូមិន្ទយើងថ្ងៃក្រោយយើងចរចាត្រូវគ្នារឿងព្រំដែនចប់សពគ្រប់ហើយអស់កន្លែងនោះនឹងក្លាយជារមណីយដ្ឋានទេសចរហើយប៉ុន្តែលោកបានឲ្យដឹងថារៀងរាល់ថ្ងៃបុណ្យទានធំៗដូចជាបុណ្យចូលឆ្នាំបុណ្យភ្ជុំតែងតែមានមនុស្សច្រើនកុះករទៅលេងប្រាសាទនេះក្រៅពីថ្ងៃបុណ្យក៏មានមនុស្សទៅទស្សនាប្រាសាទទាំងពីរនោះដែរគ្រាន់តែមានចំនួនតិចតួចជាពិសេសលោកយាយចាស់តែងតែមកឡានឈ្នួលដើម្បីជិះឡើងទៅធ្វើពិធីបន់ស្រន់នៅប្រាសាទលើជួរភ្នំដងរែកនោះបើលោកអ្នកស្ដាប់ចង់ទៅទស្សនាប្រាសាទតាកបីសុំកុំភ្លេចខ្ចប់បាយនឹងទឹកទៅផងពីព្រោះនៅតំបន់ប្រាសាទនេះมันមានហាងលក់បាយទឹកដូចតំបន់ទេសចរនានាឡើយបាទហើយនេះឯកសារយើងគឺអត្ថបទRFSR ខ្មែរណាហើយដកស្រង់ពីគេហទំព័រ Wikipedia ណានៅក្នុងគេហទំព័រGoogle ខ្ញុំបាទបានដកស្រង់មកណាអញ្ចឹងគឺតកតទៅនឹងប្រាសាទតាមន់ប្រាសាទតាក៏តាមន់តូចតាមន់ធំប្រាសាទតាកបីនេះបច្ចុប្បន្នយើងដឹងហើយថាកំពុងតែមានចំនួនណារវាងព្រំដែនមានការប្រឈមមុខដាក់គ្នារវាងយោធាទាហាននិងទាហានក៏ដូចជាប្រទេសនិងប្រទេសនេះចឹងក៏សង្ឃឹមថាការចរចាក៏ដូចជាភាគីខាងថៃមានការព្រមទទួលស្គាល់នូវអធិបតេយ្យភាពរបស់ខ្លួនត្រឹមណាព្រោះអីប្រាសាទទាំងអម្បាលម៉ាននេះគឺជាប្រាសាទដូនតាខ្មែរយើងណាគាត់បានលោកបានធ្វើបានស្ថាបនាឡើងច្រើនសតវត្សមកហើយណាហើយក៏អង្គការសហប្រជាជាតិក៏ដូចជាអង្គការ UNESCO ផ្សេងក៏មានការទទួលស្គាល់ហើយនៅក្នុងប្រាសាទខ្មែរយើងនេះថាជារបស់ខ្មែរដូច្នោះក៏មិនគួរណាជនជាតិថៃអីគាត់មានការលបលន់ចង់បាននៅប្រាសាទដែលជាអធិបតេយ្យភាពរបស់ណាដែនដីរបស់ខ្មែរនោះទេណាហ្នឹងហើយអញ្ចឹងគឺសង្ឃឹមថានឹងស្ថានភាពបច្ចុប្បន្ននឹងមានការថមថយចុះទៅវិញណាដើម្បីឲ្យសេដ្ឋកិច្ចរបស់យើងក៏កាន់តែល្អប្រសើរព្រោះបច្ចុប្បន្ននេះសេដ្ឋកិច្ចកំពុងតែអាប់អោនផងហើយយើងរវល់តែមានការជ្រោះទាស់ទែងគ្នាទៅនឹងព្រំដែនទៅទៀតនឹងកាន់តែសេដ្ឋកិច្ចកាន់តែដុនដាបទៅទៀតហើយណាជាពិសេសគឺសង្ឃឹមថាទាហានថៃនឹងមានការស្ដាប់បង្គាប់មេកយរបស់ខ្លួននេះក៏ទទួលស្គាល់នៅអ្វីដែលជារបស់ខ្លួននឹងមិនមែនជារបស់ខ្លួនណាបាទអញ្ចឹងគឺ channel នេះខ្ញុំវីដេអូនេះខ្ញុំបានមានតែប៉ុណ្្នឹងទេខុសត្រូវយ៉ាងណាសូមអធិស្ឋានពីបងប្អូនយើងនឹងបានជួបគ្នានៅវីដេអូបន្តទៀតជួយ Subscribe ដើម្បីទទួលបានវីដេអូថ្មីៗបាទសូមអរគុណ